សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់ Channel របស់ខ្ញុំសាយថ្មីហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើត Master Course អញ្ចឹងដោយសារវីដេអូមុនរបស់ខ្ញុំបងប្អូនយើងមើលទៅគឺថាគាត់បង្កើតអត់បានអញ្ចឹងខ្ញុំនឹងមកចេញវីដេអូមួយទៀតដើម្បីកុំឲ្យស្ងាត់ Channel ផងហើយណាមួយខ្ញុំខានចេញវីដេអូពី Master Course នឹងយូរហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកកាន់ App Store ឬក៏ Play Store ទៅតាមប្រភេទទូរស័ព្ទដៃរបស់បងប្អូនទៅបន្ទាប់មកយើងធ្វើការ search Master Course បាទអូខេតោះមកចុច download មកបើសិនទូរស័ព្ទ iPhone បងប្អូនអត់ធ្លាប់ download ទេពេលយើងចុច download វានឹងឲ្យយើង scan មុខហើយបើសិនជាយើងចាក់សោអេក្រង់ដោយប្រើការ scan មុខបាទអញ្ចឹងបងប្អូនធ្វើការ scan មុខទៅតែសម្រាប់ខ្ញុំគឺខ្ញុំធ្លាប់ download ហើយអញ្ចឹងវាចេញបែបនេះឥឡូវវាចេញមកអញ្ចឹងយើងចុច open កន្លែងនេះយើងយកលើមកបាទយើងមិនបាច់យកក្រោមទេហើយបងប្អូនកន្លែងមកមើលខាងលើឃើញគេដាក់ពាក្យថា POS PE យើងចុចលើវាមកហើយយើងឃើញគេដាក់ពាក្យថាបន្ថែមគណនីនេះបាទចុចលើហ្នឹងមកហើយយើងយក connect បាទសំទោសគឺយក continue with Facebook បាទយើងយកអាហ្នឹងទៅលឿនចុចលើវាមកបន្ទាប់មកចុច continue នោះវានឹង direct ទៅកាន់ Facebook account របស់យើងហើយយើងចាំវាបន្តិចមកបាទនេះគឺ account Facebook របស់យើងចុច continue ទៅយើងចុច continue មកតោះមកចុច continue មួយទៀតហើយកន្លែងនេះយើងរើសយកអាហ្នឹងហើយបាទយើងរើសយកលើគេហ្នឹងចុចពាក្យ continue ទៀតមកហើយយើងចុច continue ទៀតអូខេបន្ទាប់មកយើងចុច save ហើយចុចពាក្យ got it យើងរកចាំបន្តិចវានឹង load Facebook យើងមកនេះអញ្ចឹងពេលដែលវា load មក page យើងមានប៉ុន្មានគឺវា load ប៉ុណ្្នឹងហើយនេះបងប្អូនយើងឃើញវាមាន12 page អញ្ចឹងដើម្បីយើងអាចផុសវីដេអូបងប្អូនចុចជ្រើសរើសវីដេអូហ្នឹងទៅហើយយើងរកមើលវីដេអូណាដែលយើងចង់ផុសបាទរើសវីដេអូមួយនេះចុះបន្ទាប់មកយើងធ្វើការចុចពាក្យ upload ពេលយើងចុច upload យើងរងចាំវាបន្តិចបាទវាដើរលឿនឬយឺតវាអាស្រ័យទៅលើអ៊ីនធឺណិតរបស់បងប្អូនណាបើសិនអ៊ីនធឺណិតយើងដើរលឿនវាដើរលឿនហើយទៅតាមប្រភេទវីដេអូដែលវីដេអូយើងស៊ីមេធំក៏ view តាមនឹងដែរតែបើសិនជាបងប្អូនទៅ copy link ពីគេនេះកន្លែងគេដាក់ថាបញ្ចូល link នេះបងប្អូនយក link មកដាក់ហ្នឹងទៅហើយចុច upload ដូចគ្នាទៅអាហ្នឹងក៏វាលឿនជាងដែរយើងអត់ចាំបាច់ download វីដេអូមកទេអាហ្នឹងបើសិនជាបងប្អូនយើងចង់ copy វីដេអូពីគេបាទយើងអាចធ្វើវិធីសាស្ត្រហ្នឹងបានបាទយើងបញ្ចូល link កន្លែងហ្នឹងទៅយើងទៅ copy link ពីគេហើយយើងយក link មកដាក់កន្លែងហ្នឹងបន្ទាប់មកយើងចុចពី upload ពេលដែលយើងចុច upload យើងរងចាំវាប៉ុន្តែប្រហែលជាវាលឿនជាងការ copy link វាដូចពេលយើងបង្ហោះអញ្ចេះទេពេលយើងបង្ហោះចេះវាត្រូវការឲ្យយើង upload ទៀតតែបើយើង copy link វីដេអូគេ upload ហើយយើងក៏ copy link មកវាទាញយកវីដេអូអូតូតែម្ដងបាទមកដល់ត្រង់នេះបងប្អូនយើងឃើញនេះវាពងវិលយើងរងចាំវាបន្តិចក៏បានពេលដែលយើងរងចាំយើងអាចជ្រើសរើស page បាទយើងរើស page មកអូខេយើងចង់ឲ្យវាផុសទៅ page មួយណាយើងរើស page មួយហ្នឹងទៅបាទយើងចង់រើសទាំងអស់ក៏បានដែរនេះផុសម្ដងទាំងអស់ក៏បានដែរអញ្ចឹងមានន័យថាពេលយើងគ្រីសទាំងអស់អញ្ចឹង page យើងមានប៉ុន្មានពេលដែលយើងផុសទៅគឺវា load ចូល page ហ្នឹងទាំងអស់តែម្ដងវីដេអូហ្នឹងតែខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំរើស page មួយសិនបាទឥឡូវខ្ញុំយកជីវិតនឹងធម្មជាតិនឹងចុះបាទបន្ទាប់ពីយើងចុចហើយយើងប៉ះលើអេក្រង់មួយមកប៉ះកន្លែងផ្សេងដូចប៉ះកន្លែងនេះអញ្ចឹងប៉ះមកវាធ្លាក់ទៅហើយយើងសរសេរចំណងជើងមកសរសេរតែប៉ុណ្្នឹងទៅបន្ទាប់មកយើងចុចពាក្យបង្ហោះមកបាទហើយកន្លែងនេះយើងចង់ដូរ thumbnail ក៏បានដែរប៉ះលើវាទៅនេះវាឲ្យយើងរើស thumbnail ហើយបើយើងចង់ដាក់រូបភាពរបស់យើងក៏បានចុចសញ្ញាបូកនេះមកចុចសញ្ញាបូកនឹងមកវាឲ្យយើងរើសរូបភាពដែលយើងចង់ដាក់អញ្ចឹងយើងចង់ដាក់រូបមួយណាយើងដាក់រូបមួយហ្នឹងទៅបាទអាហ្នឹងអាស្រ័យទៅលើបងប្អូនទេកន្លែងហ្នឹងតែខ្ញុំអត់រើសទេបាទហើយសម្រាប់អក្សរខាងក្រោមនេះក៏យើងអាចកែបានដែរយើងប៉ះលើវាទៅនេះយើងធ្វើការកែទៅអូខេសិតតែយើងអាចកែបានទេកន្លែងនេះក៏យើងអាចកែបានដូចគ្នាយើងចង់ដាក់រូបរបស់យើងអីក៏ដាក់បានដែរបាទចុចលើវាមកដូចគ្នាចឹងអត់ខុសគ្នាទេបាទឥឡូវយើងចុចផុសយកតែម្ដងមកចុចបង្ហោះមកនេះពាក្យបង្ហោះនេះកន្លែងពេលយើងចុចបង្ហោះហ្នឹងក៏វាអាចរៀងយូរដែរបងប្អូនអញ្ចឹងយើងមិនបាច់ភ័យទេយើងរងចាំវាបន្តិចទៅឲ្យអាកន្លែងហ្នឹងវិលទៅតាមដំណើររបស់វាទៅយើងមិនបាច់ធ្វើអីទៀតទេកន្លែងហ្នឹងយើងមានតែរងចាំបាទអញ្ចឹងវារៀងយូរដែរកន្លែងបង្ហោះហ្នឹងយើងអាប់ឡូតយើងយូរមួយសារហើយដល់ពេលយើងបង្ហោះយើងយូរមួយសារទៀតអញ្ចឹងយើងមិនបាច់ខ្វល់ទេយូរទៅសំខាន់ឲ្យតែផុសបានព្រោះវាអត់ចំណាយលុយយើងទេយើងផុសបានលក្ខណៈ free តែម្ដងអត់ចាំបាច់បង់លុយអត់ចាំបាច់អីទេបាទអូខេឥឡូវវាដាក់ថាជោគជ័យហើយអញ្ចឹងយើងអាចទៅឆែកមើល page របស់យើងបានថាតើវីដេអូដែលយើងផុសហ្នឹងវាចូលទៅកាន់ page របស់យើងហើយនៅបាទអូខេខ្ញុំបើកមកកាន់ Facebook
ពេលដែលយើងបើកមកកាន់ Facebook យើងហើយយើងចុចកន្លែងនេះមកនេះហើយយើងចូលទៅកាន់ page របស់យើងទៅបាទយើងរើសមើល page របស់យើងនេះ page ខ្ញុំផុសមិញណាខ្ញុំចុចលើហ្នឹងមកនេះបងប្អូនយើងឃើញហើយវីដេអូគឺបានចូលមកហើយនេះឃើញអត់អញ្ចឹងការផុសរបស់យើងគឺងាយទេអត់មានអីពិបាកទេបាទហើយសម្រាប់វីដេអូយើងគឺមានប៉ុណ្្នឹងឯងបាទ